ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទតាឆ្បៃអ្នកចំការបាទសូមមកបង្ហាញថ្នាំប្រភេទជាថ្នាំព្យាបាលរលាកពោះវៀនរលាកពោះវៀនធំពុកម៉ែបងប្អូននៅពុកម៉ែបងប្អូនដែលមានបញ្ហាជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃបាទរលាកពោះវៀនធំរ៉ាំរ៉ៃហើយនឹងទី1ទី2រលាកកាពះដូចគ្នាពុកម៉ែបងប្អូននឹងហើយនឹងបញ្ហាមេរោគក្នុងកាពះដែរចឹងមានតែពីរមុខទេបងប្អូនហើយស្រួលទេអញ្ចឹងសង្ឃឹមមកពុកម៉ែបងប្អូនចុច share ចែកគ្នាចេះណាបងប្អូនណាបាទយើងកុំលាក់ទុកអីចែកគ្នាចេះចែកគ្នាដឹងទៅគីឡូបងប្អូនខ្លះគាត់មានបញ្ហាលាកពោះវៀនដូចយើងលាកកាពះដូចយើងអញ្ចឹងទៅគាត់នឹងបានចេះថ្នាំនឹងបានរស់ហូបទាំងអស់គ្នាណាបងប្អូនហ្នឹងហើយងាយស្រួលទេបងប្អូនថ្នាំនេះបាទទី1បងប្អូនមើលស្គាល់អត់ប៉ុណ្ណឹងបាទទី1គឺស្លឹកទឹកដោះហ្នឹងបងប្អូនបាទទឹកដោះយើងធម្មតាយើងដាំហូបទឹកដោះយើងហូបដាំលក់តាមភូមិតាមផ្ទះធម្មតាហ្នឹងណាបាទអញ្ចឹងយើងសរុបមកទី1ស្លឹកទឹកដោះបាទហើយស្លឹកទឹកដោះនេះគឺយើងបេះយកអាស្លឹកណាធំធំល្អតិចទៅណាបាទស្លឹកណាធំធំល្អតិចមកយើងបេះឲ្យបានគ្រប់12ស្លឹកបាទ12ស្លឹកអញ្ចឹងមកស្រស់អញ្ចឹងយកមកអាំងភ្លើងឲ្យឆ្អិនឲ្យឈ្ងុយបងប្អូនយើងអាំងឲ្យឈ្ងុយអាំងឲ្យឆ្អិនរៀងខ្លោចតិចតិចទៅណា12ស្លឹកទឹកដោះទី2ស្លឹកតបែកបាទស្លឹកតបែកនេះយកអាចាស់ល្អនេះខ្ញុំបេះអាចាស់មកស្លឹកវាកម្មៅល្អអាចាស់ហ្នឹងបាទ12ស្លឹកដូចគ្នាហើយយកមកអាំងឆ្អើរឲ្យក្រៀមដូចគ្នារៀងខ្លោចតិចដូចគ្នាទៅវាឈ្ងុយហើយកាត់បន្ថយការចត់ខ្លាំងដែរបងប្អូនអញ្ចឹងស្លឹកតបែក12ស្លឹកស្លឹកទឹកដោះ12ស្លឹកបងប្អូនដាក់ជាមួយនឹងទឹក2លីត្រទៅហើយដាំឲ្យពុះយើងមិនបាច់គិតប្រហែលនាទីប្រហែលម៉ោងទេយើងដាំហ្នឹងយើងស្មានក្នុងចិត្តយើងទៅស្មានថាថ្នាំនោះវាចេញល្អហើយយើងទៅចេញល្អហើយអញ្ចឹងយើងលើកចុះមកបាទហើយយើងហូបដូចតែដូចទឹកយើងធម្មតាអញ្ចឹងទៅណាបាទមិនបាច់គិតមួយថ្ងៃហូបប្រហែលដងមួយថ្ងៃហូបប្រហែលដងមិនបាច់គិតអញ្ចឹងទេយើងហូបតាមធម្មតាអញ្ចឹងទៅចាប់ពីមួយសប្តាហ៍ឡើងបងប្អូនបាទអាការៈរលាកកាពះរលាកពោះវៀនចុកឆ្អល់ឈឺក្នុងពោះវៀនក្នុងកាពះហ្នឹងវានឹងចាប់ផ្ដើមថយចុះម្ដងតិចរហូតលុះត្រាតែជាដាច់អាហ្នឹងយើងតោះយើងព្យាយាមហូបដែរណាបាទកុំហូបមកកំសៀវឈប់ហើយយើងចិត្តទៅហូបរហូតចឹងទៅកុំខ្ជិលហើយអានេះអាំងឆ្អិនយកមកដាំទឹកហូបឈ្ងុយដូចតែណាបងប្អូនហើយចត់តិចបាទឆ្ងាញ់ណាបាទយើងដាក់ទឹក2លីត្រទៅហើយយើងមួយមុខ12ស្លឹកមួយមុខ12ស្លឹកឆ្អើរឲ្យក្រៀមឲ្យឈ្ងុយទៅយកមកដាក់ដាំហើយពុកម៉ែបងប្អូនហូបធម្មតាអង្គុយផឹកលេងទឹកដៅអូនហ្នឹងអូឆ្ងាញ់ហើយជាកាពះជាពោះវៀនអ្នកលាកកាពះលាកពោះវៀនជាពិសេសបញ្ញាហើពោះចុកឆ្អល់ហ្នឹងគឺជាទាំងស្រុងតែម្ដងបាទអញ្ចឹងប្រកែណាថ្នាំហ្នឹងពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយចុច follow បាទលើ page ខ្ញុំផងដើម្បីយើងទទួលបាននៅព័ត៌មានទាក់ទងនឹងឱសថបុរាណខ្មែរយើងណាបងប្អូនណាដែលអត់ទាន់បានចុច follow ជួយចុច follow ម្នាក់មួយទៅបាទហើយកុំភ្លេច share ចែកគ្នាចេះបងប្អូនណាកុំចេះតែឯងយើងចែកគ្នាចេះទៅបាទអរគុណច្រើនថ្នាំនេះងាយស្រួលរស់ទេបងប្អូនមិនពិបាករស់ទេក៏ស្លឹកតបែកលើទឹកដោះនោះបាទងាយស្រួលរស់ទេបាទមានតែប៉ុណ្្នឹងឯងបងប្អូនណាបាទអរគុណច្រើនបាទ